អ្នកភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យរយៈពេលប្រមាណជា3ខែមកហើយដែលរងការយាយីពីក្រុមទាហាននិងក្រុមជ្រុលនិយមថៃមានដូចជាការរីបន្លាលូកពាត់យកដីទាសសម្បែងនិងការចាក់សម្លេងរំខានពេលរាត្រីជាដើមតែពួកគាត់តស៊ូក្រាញ់ននីលមិនចាក់ចេញពីផ្ទះនិងភូមិឋានរបស់ពួកគាត់នោះឡើយថ្ងៃទី12ខែវិច្ឆិកាពួកគាត់រងការបាញ់ប្រហារទៀងកំរោលពីយោធាថៃបណ្ដាលឲ្យពលរដ្ឋម្នាក់បានស្លាប់និង3នាក់រងរបួសហេតុការបាញ់ប្រហារនេះពួកគាត់ត្រូវបានអាជ្ញាធររៀបចំឲ្យភៀសខ្លួនចេញពីភូមិនិងផ្ទះសម្បែងមករកទីសុវត្ថិភាពដែលឆ្ងាយពីភូមិឋានថ្ងៃទី26ខែតុលាកន្លងទៅពួកគាត់ត្រេកអរណាស់ដោយរំពឹងថាសន្តិភាពដ៏ប្រាកដមួយកើតមានទៅហើយបន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីនៅពេលនេះក្តីរីករាយរបស់ពួកគាត់បានប្រែក្លាយជាក្តីសោកសង្រេងនិងសោកស្ដាយចំពោះទង្វើមិនគោរពច្បាប់មិនគោរពសេចក្តីថ្លែងការណ៍រួមរបស់យោធាថៃហើយបើកការបាញ់ប្រហារមកលើពួកគាត់ជាជនស៊ីវិលផងដែរអ្នកភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យរយៈពេលប្រមាណជា3ខែមកហើយដែលរងការយាយីពីក្រុមទាហាននិងក្រុមជ្រុលនិយមថៃមានដូចជាការរីបន្លាលូកពាត់យកដីទាសសម្បែងនិងការចាក់សម្លេងរំខានពេលរាត្រីជាដើមតែពួកគាត់តស៊ូក្រាញ់ននីលមិនចាក់ចេញពីផ្ទះនិងភូមិឋានរបស់ពួកគាត់នោះឡើយ